សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ consistency រហូតដល់យល់ចូលចិត្ត Chuck. Once there was a pig. His name was Chuck. He lived on a farm. Chuck was happy. He liked to eat and sleep. Best of all, he liked to go to school. Most pigs don't go to school, but Chuck did. Chuck couldn't read books or make pictures. But he could play with the children. That's why he liked school. មេរៀនទី3ស្ដីអំពីជ្រូកឈ្មោះឆាក់កាលពីព្រេងនាយមានជ្រូកមួយក្បាលឈ្មោះរបស់វាគឺឆាក់វារស់នៅក្នុងកសិដ្ឋានមួយហើយឆាក់មានសេចក្តីរីករាយណាស់វាចូលចិត្តស៊ីនិងដេកហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺវាចូលចិត្តទៅសាលារៀនជ្រូកភាគច្រើនមិនទៅសាលារៀននោះទេប៉ុន្តែឆាក់វិញចូលចិត្តទៅសាលារៀនណាស់ឆាក់មិនអាចអានសៀវភៅឬក៏គូររូបភាពបានទេប៉ុន្តែវាអាចលេងជាមួយកុមារបានហេតុនោះហើយបានជាធ្វើឲ្យវាចូលចិត្តទៅសាលារៀន How well did you understand? Read each question. Write A or B. 1. What is this story about? A pig that goes to school. B. Children who play with pigs. 2. How is Chuck like other pigs? A. He played with the children. B. He lived on a farm. 3. How was Chuck like the children? A. He liked to play. B. He liked to read books. 4. How was Chuck not like most pigs? A. He liked to sleep. B. He went to school. 5. Why did Chuck go to school? A. Because he liked to draw pictures. B. Because he had fun with children. តើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាកចូលអានសំណួរទាំងអស់ហើយជ្រើសរើសអក្សរកឬខ1តើរឿងនេះស្ដីអំពីអ្វីកវាជាជ្រូកមួយដែលចូលចិត្តទៅសាលារៀនខក្មេងៗលេងជាមួយជ្រូកលេខ2តើឆាក់ដូចជាជ្រូកផ្សេងទៀតដែរឬទេកវាលេងជាមួយក្មេងៗខវាបានរស់នៅក្នុងកសិដ្ឋានមួយលេខ3តើឆាក់ដូចក្មេងៗដែរឬទេកវាចូលចិត្តលេងខវាចូលចិត្តអានសៀវភៅលេខ4តើឆាក់មិនដូចជាជ្រូកភាគច្រើនឬទេកវាចូលចិត្តដេកខវាចូលចិត្តទៅសាលារៀន5ហេតុអ្វីបានជាឆាក់ទៅសាលារៀនកពីព្រោះវាចូលចិត្តគូររូបភាពខពីព្រោះវាសប្បាយរីករាយជាមួយក្មេងៗ
សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់បើចង់រៀនបន្ថែមទៀតទី1សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2តាម Zoom ដែលមានលេខ 5627738202 3សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ